ស្នាដៃអើយចំឡាក់អើយស្នាដៃអើយចំឡាក់ជីវប្រវត្តិរបស់លោកតាវ៉ាន់ម៉ូលីវ៉ាន់កម្ពុជាស្ថាបត្យកររបស់កម្ពុជាលោកវ៉ាន់ម៉ូលីវ៉ាន់គឺជាអតីតស្ថាបត្យករដ៏ល្បីរបស់ព្រះរាជាណាចក្រកម្ពុជាក្រោយសម័យឯករាជ្យលោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថាស្ថាបត្យកម្មខ្មែរទំនើបនៅក្នុងសម័យសង្គមរាស្ត្រនិយមនៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុលោកវ៉ាន់ម៉ូលីវ៉ាន់កើតនៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ1926នៅស្រុករៀមខេត្តកំពតការសិក្សាដើមឡើយលោកវ៉ាន់ម៉ូលីវ៉ាន់សិក្សាផ្នែកនីតិសាស្ត្រទេលោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិនៅទីក្រុងភ្នំពេញក្នុងឆ្នាំ1944ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីសប្រទេសបារាំងក្នុងឆ្នាំ1946នៅសាកលវិទ្យាល័យ Sorbonne បន្ទាប់ពីសិក្សានៅទីនោះរយៈពេល1ឆ្នាំលោកក៏បានប្តូរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីសលោកបញ្ចប់ការសិក្សាដោយជោគជ័យនៅឆ្នាំ1951ជាមួយនឹងចំណេះដឹងនិងទេពកោសល្យលោកត្រឡប់មកកម្ពុជាវិញនៅឆ្នាំ1955មួយឆ្នាំក្រោយមកក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជាលោកជាព្រឹទ្ធបុរសទី1នៃសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈចាប់ពីឆ្នាំ1965ដល់ឆ្នាំ1967ស្នាដៃនិងតំណែងនៅទសវត្សរ៍60និង70លោកវ៉ាន់ម៉ូលីវ៉ាន់បានគូរប្លង់ស្ថាបនាអគារល្បីៗជាច្រើននៅកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញនៅទីនោះស្នាដៃរបស់លោកឈរយ៉ាងសង្ហាប្រជុំប្រសងគ្នាជាមួយនឹងសំណង់អគារបុរាណវត្តអារាមនិងសំណល់ពីសម័យអាណានិគមស្នាដៃសំខាន់ៗរបស់លោកមានសាលសន្និសីទចតុមុខអគារគណៈរដ្ឋមន្ត្រីលោកក៏បានគូរប្លង់វត្តអារាមនិងស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរនៅឆ្នាំ1963លោកបានគូរប្លង់ពហុកីឡដ្ឋានជាតិអូឡ িম্প ិកដែលអាចទទួលទស្សនិកជនបានប្រហែល 40,000 នាក់នៅឆ្នាំដដែលលោកបានស្ថាបនាសាលមហោស្រពជាតិព្រះសុរាម្រិតលោកក៏បានគូរប្លង់វិមានឯករាជ្យផងដែរនៅឆ្នាំ1972លោកវ៉ាន់ម៉ូលីវ៉ាន់និងគ្រួសារបានភៀសខ្លួនទៅរស់នៅប្រទេសស្វីសលោកធ្វើការឲ្យ UN Human Settlement Program រយៈពេល10ឆ្នាំមុននឹងលោកវិលត្រឡប់មកប្រទេសវិញនៅឆ្នាំ1993លោកបានចូលបម្រើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈនគររូបនីយកម្មនិងសំណង់ស្នាដៃចម្បងសាលសន្និសីទចតុមុខវិមានឯករាជ្យពហុកីឡដ្ឋានអូឡ িম্প ិកសំណង់ផ្ទះ100ខ្នងដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅវិមានរដ្ឋចំការមនសាលមហោស្រពជាតិសុរាម្រិតសាលមហោស្រពនេះត្រូវភ្លើងឆេះកាលពីឆ្នាំ1994ហើយមហោស្រពនេះមិនដែលត្រូវបានជួសជុលឡើងវិញឡើយអនុវិទ្យាល័យបណ្ដុះបណ្ដាលគ្រូបង្រៀនវិទ្យាស្ថានភាសាបរទេសចំពោះរង្វាន់និងកិត្តិយសស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញលោកវ៉ាន់ម៉ូលីវ៉ាន់បានទទួលរង្វាន់អាស៊ីហ្គីណេសទី18សម្រាប់ឆ្នាំ2013ផ្នែកវប្បធម៌ផ្ដល់ដោយសាជីវកម្ម Guinness ដែលជាក្រុមហ៊ុនលំដាប់ធំបម្រើផ្នែកទូរគមនាគមន៍នៅប្រទេសជប៉ុនជីវិតគ្រួសារលោកវ៉ាន់ម៉ូលីវ៉ាន់មានភរិយាជាជនជាតិស្វីសWhat they really did, which was catastrophic, was that they filled in all the moats, all the water basins and the water treatment station with lousy constructions
And now the building is almost invisible for the city. Because when you drive around the outside of the perimeter, you can't see it anymore from outside. The investors who come presently are not Khmer, they are Chinese, and there are also some Thai. So they are introducing their own architects, their own way of life. And I am extremely afraid that we will lose the specific character of our town. What is for me the most important is that the young architect who continue to try to build the country, try to go back to learn from the past also.